ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថាចាប់ពីម៉ោង 4:00 នាទីទៀបភ្លឺមកដល់ម៉ោង 9:18 នាទីព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី 4 នៅលើបណ្ដាញសង្គមផ្លូវការក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាចាប់ពីម៉ោង 4:00 នាទីទៀបភ្លឺមកដល់ម៉ោង 9:18 នាទីព្រឹកថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 កងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី 4 ដែលក្នុងនោះរួមមានម៉ោង 4:30 នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធុនចូលក្នុងភូមិសាស្ត្រអូស្មាច់ម៉ោង 4:50 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នាតម៉ោង 5:40 នាទីយោធាថៃបានចល័តរថក្រោះនៅភូមិសាស្ត្រជប់អង្គុញនិងបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់ធំម៉ោង 5:45 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូនម៉ោង 5:50 នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របីម៉ោង 7:35 នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ 155 មីលីម៉ែត្រចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជាពលរដ្ឋស៊ីវិលចាប់ពីម៉ោង 7:35 នាទីមកដល់ម៉ោង 8:30 នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងចូលតំបន់អានសេះនិងបានបាញ់ប្រហារដោយប្រើកាំភ្លើងធំគ្រាប់បែកចង្កោមដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាតនៅម៉ោង 9:18 នាទីយោធាថៃចាប់ផ្ដើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារក្រសួងការពារជាតិកម្ពុជាបន្តថាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច